ថ្ងៃនេះនាំបងប្អូនមកស្គាល់ពីទីតាំងនៃសាលាបង្រៀនទឹកមួយម៉ែត្ររបស់ពួកយើងមួយកន្លែងទៀតហើយនៅខាងសាខាស្ពានអាកាសក្បាលថ្នល់ទីតាំងនៅទីនេះវិញគឺស្អាតកប់តែម្ដងបងប្អូនទាំងទេសភាពទាំងអាងទឹកគឺជាដំបូងសិនបងប្អូនទាំងអស់គ្នាធ្វើដំណើរលើបណ្ដោយផ្លូវ271បងប្អូនទាំងអស់គ្នានឹងមកដល់ស្ពានអាកាសក្បាលថ្នល់នេះបងប្អូនបាទជិះមកដល់ខាងក្រោមស្ដាំនេះដល់ត្រង់នេះរហូតបងប្អូនអាចធ្វើការបត់ស្ដាំដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនមកដល់ខាងមុខនេះនឹងឃើញផ្លូវបត់ឆ្វេងមួយអញ្ចឹងបងប្អូនធ្វើការបត់ឆ្វេងចូលមកតាមផ្លូវដូចក្នុងវីដេអូនេះមកបងប្អូនជិះមកត្រង់រហូតបាទបងប្អូននឹងមកដល់កន្លែងទីតាំងនៃចំណតម៉ូតូរបស់យើងហើយប្រសិនបើបងប្អូនជិះឡានបងប្អូនអាចធ្វើការចតឡាននៅខាងមុខនឹងបានណាតែគ្រាន់តែប្រាប់បងសន្តិសុខថាយើងមករៀនហែលទឹកឬក៏មកមើលអាងហែលទឹកអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីចតម៉ូតូរួចរាល់ហើយយើងធ្វើការដើរត្រឡប់មកវិញហើយបងប្អូនធ្វើការដើរតាមខ្ញុំនៅក្នុងវីដេអូនេះដើរមកដល់ខាងមុខនេះបងប្អូននឹងឃើញគេដាក់ Sport Club បងប្អូនធ្វើការដើរមកតាមខ្ញុំនៅក្នុងវីដេអូនេះយើងនឹងមកដល់កន្លែង receptionist Sport Club ហ្នឹងបាទបងប្អូនទាំងអស់គ្នាចូលមកក្នុងមកនឹងឃើញគាត់ប្រចាំការនៅទីហ្នឹងតែម្ដងហើយបងប្អូនអាចប្រាប់គាត់ថាយើងចង់ឡើងទៅមើលអាងទឹកអីចឹងទៅគឺគាត់នឹងនាំពួកយើងទៅកាន់អាងទឹកតតែម្ដងហើយនេះគឺជាលោកគ្រូរបស់ពួកយើងដែលគាត់ប្រចាំការនៅទីហ្នឹងចឹងហើយឥឡូវនេះយើងបានមកដល់ជាន់ទី3បាទជាន់ទី3ក៏ពិតមែនក៏ប៉ុន្តែបរិយាកាសទេសភាពវិញគឺដូចជាន់តដីចឹងបងប្អូនគឺមានដើមឈើរុក្ខជាតិអីដោះខៀវស្ងាត់ចឹងហើយយើងធ្វើការដើរដូចក្នុងវីដេអូនេះមកយើងនឹងចូលដល់ច្រកនៃបន្ទប់សូមជម្រាបបងប្អូនទៅតទៅនឹងច្រកចូលអាងទឹកនៅខាងសាខា60ម៉ែត្រនេះគឺយើងធ្វើការចូលតាមបន្ទប់ទឹកបងប្អូនបាទយើងមានបែងចែកជាពីរផ្លូវមានផ្លូវសម្រាប់បងនារីនិងផ្លូវសម្រាប់បងប្រុសគឺយើងធ្វើការចូលតាមផ្លូវបន្ទប់ទឹករៀងខ្លួនបាទចឹងហើយយើងចូលមកក្នុងនេះគឺយើងមានឃើញជាមួយនឹង locker សម្រាប់ដាក់ event ដាក់សម្ភារៈអីផ្សេងសម្បូរបែបមែនតើយើងមានជាកន្លែងងូតទឹកដើរមកមុខបន្តិចបងប្អូនទាំងអស់គ្នានឹងឃើញទ្វារច្រកចេញមកកាន់អាងទឹករបស់យើងផ្ទាល់តែម្ដងទេសភាពនៅទីនេះវិញគឺស្អាតមែនតើបងប្អូនទាំងអស់គ្នាគឺទេសភាពខៀវស្រងាត់តែម្ដងអាងទឹកក៏ធំទូលាយទឹកថ្លាឆ្វង់ឃើញគួរចង់ងូតមែនតើចឹងហើយសម្រាប់បងប្អូនដែលរស់នៅតំបន់ជិតស្ពានអាកាសក្បាលថ្នល់ថ្មីបាទបងប្អូនកំពុងតែស្វែងរកថារៀនហែលទឹកអីផ្សេងកុំភ្លេចធ្វើការទាក់ទងមកកាន់ពួកយើងរៀនជាមួយនឹងសាលារៀនទឹក1ម៉ែត្រគឺយើងធានាទៅលើគុណភាពនៃការបង្រៀនគុណភាពទឹកបរិយាកាសផ្សេងតែម្ដងបាទ